តាមពាក្យសន្យាលោកកឹមសុខាបានបួសសងគុណម្ដាយដោយបំពេញសេចក្តីកតញ្ញូតាធម៌ក្នុងនាមជាកូនថ្មីនេះរូបភាពរបស់លោកកឹមសុខាក្រងស្បង់ជីវរជាប្រសង់បានតាក់ទាញចំណាប់អារម្មណ៍បងប្អូនមហាជននៅលើបណ្ដាញសង្គមយ៉ាងខ្លាំងនេះមិនត្រឹមតែជារឿងកតញ្ញូតាធម៌ចំពោះម្ដាយប៉ុណ្ណោះទេក៏ប៉ុន្តែព្រឹត្តិការណ៍នេះថែមទាំងបានបង្ហាញអំពីទស្សនវិជ្ជានយោបាយដ៏កម្រមួយដែលថ្នាក់ដឹកនាំកម្ពុជានិងអតីតមិត្តរួមអាជីពសុទ្ធតែបានបង្ហាញវត្តមាននិងសាររំលែកទុកសូមស្វាគមន៍មកកាន់ Channel Sophie Explain ថ្ងៃនេះយើងនឹងលើកយកនៅព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកំពុងតែទទួលបាននៅការចាប់អារម្មណ៍យ៉ាងខ្លាំងពីបងប្អូនមហាជននិងអ្នកតាមដានបណ្ដាញសង្គមនោះគឺពិធីបុណ្យសពម្ដាយបង្កើតរបស់លោកកឹមសុខាដែលជាអតីតប្រធាននៃអតីតគណៈបក្សសង្គ្រោះជាតិនិងការសម្រេចចិត្តបួសសងគុណរបស់លោកផ្អែកទៅតាមព័ត៌មានផ្លូវការមហាឧបាសិកាសៅង៉ែតដែលជាម្ដាយរបស់លោកកឹមសុខាបានទទួលមរណភាពកាលពីវេលាម៉ោង 11 យប់ថ្ងៃទី 8 ខែកក្កដាឆ្នាំ 2026ដោយជរាពាធនៅក្នុងជន្មាយុ 98 ឆ្នាំសពរបស់លោកយាយត្រូវបានតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅឯគេហដ្ឋានក្នុងបូរីអេលីតផាក 2 រាជធានីភ្នំពេញរហូតដល់ព្រឹកថ្ងៃទី 12 ខែកក្កដាទើបក្រុមគ្រួសារបានដង្ហែសពទៅបញ្ចុះនៅឯស្រុកកំណើតនៅក្នុងឃុំឧត្តមសូរិយាស្រុកត្រាំកក់ខេត្តតាកែវចំណែកឯពិធីបុណ្យតក្កិណានុប្បទានគម្រប់ខួប 7 ថ្ងៃត្រូវបានរៀបចំឡើងនៅថ្ងៃទី 14 និងទី 15 ខែកក្កដាឆ្នាំ 2026ចំណុចដែលបងប្អូនមហាជនមានការចាប់អារម្មណ៍បំផុតនោះគឺនៅល្ងាចថ្ងៃទី 11 ខែកក្កដាវេលាម៉ោង 5 ល្ងាចលោកកឹមសុខាបានសម្រេចចិត្តបួសមុខភ្លើងដើម្បីសងគុណម្ដាយពិធីនេះបានប្រព្រឹត្តទៅក្រោមព្រះវត្តមានសម្ដេចព្រះឧត្តមបញ្ញាឌួងផង់ជាព្រះគ្រូឧបជាក្រោយពីក្រងស្បង់ជីវរនិងដង្ហែសម្ដាយទៅបញ្ចុះរួចរាល់ព្រះតេជគុណកឹមសុខាបានបន្តគង់នៅវត្តព្រែកប្រាំងនៅក្នុងខេត្តកណ្ដាលរយៈពេលមួយសប្ដាហ៍ដើម្បីសង្រួមចិត្តក្នុងព្រះធម៌និមន្តបិណ្ឌបាតនិងឧទ្ទិសកុសលជូនដល់អ្នកម្ដាយការចូលបួសនេះគឺស្របទៅនឹងអ្វីដែលលោកធ្លាប់បានលើកឡើងកាលពីចុងខែឧសភាថាទោះមានសេរីភាពក៏លោកសូមរក្សានៅភាពស្ងៀមស្ងាត់ដើម្បីមើលថែម្ដាយដែលកំពុងតែមានជំងឺនិងត្រៀមខ្លួនទៅបួសជាព្រះសង្ឃទន្ទឹមនឹងភាពក្រៀមក្រំនេះយើងបានឃើញមានទស្សនវិជ្ជាមនុស្សធម៌ដ៏គួរឲ្យគាត់សម្គាល់ថ្នាក់ដឹកនាំកម្ពុជានៃប្រទេសកម្ពុជារួមមានសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងអិសរាជជនជាន់ខ្ពស់ជាច្រើនអ្នកទៀតបានផ្ញើសាររំលែកទុក្ខដោយផ្ទាល់អ្វីដែលកាន់តែពិសេសទៀតនោះគឺនៅរសៀលថ្ងៃទី 10 ខែកក្កដាសម្ដេចតេជោហ៊ុនសែនបានចំណាយពេលវេលាធ្វើដំណើរតាមរថយន្តប្រមាណជា 4 ម៉ោងភ្លាមក្រោយពីបញ្ចប់បេសកកម្មនៅឯខេត្តព្រះវិហារដើម្បីអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធសម្ដាយរបស់លោកកឹមសុខាដល់គេហដ្ឋានសារលិខិតរបស់ថ្នាក់ដឹកនាំបានចាត់ទុកការបាត់បង់នេះគឺជាការបាត់បង់នៅពុទ្ធសាសនិកមួយរូបដែលមានសទ្ធាជ្រះថ្លាក្នុងការលើកស្ទួយព្រះពុទ្ធសាសនាក្រៅពីរដ្ឋាភិបាលគណៈបកនយោបាយផ្សេងក៏បានផ្ញើសារនិងដឹកនាំគណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធផងដែរក្នុងនោះសូម្បីតែលោកសំរងស៊ីដែលជាអតីតដៃគូនយោបាយដែលកំពុងតែរស់នៅនិរទេសខ្លួនក៏បានផ្ញើលិខិតរំលែកទុក្ខជូនដល់លោកកឹមសុខាផងដែរជាការឆ្លើយតបទៅនឹងទឹកចិត្តទាំងអស់នេះព្រះតេជគុណកឹមសុខាក៏បានផ្ញើលិខិតថ្លែងអំណរគុណជាផ្លូវការជូនចំពោះសម្ដេចតេជោហ៊ុនសែនក៏ដូចជាថ្នាក់ដឹកនាំអង្គទូតជនរួមជាតិនិងមិត្តបរទេសទាំងអស់ដែលបានចូលរួមរំលែកទុក្ខនេះសូមរំលឹកដែរថាកាលពីថ្ងៃទី 25 ខែឧសភាលោកកឹមសុខាត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោសតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបន្ទាប់ពីលោកត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន 27 ឆ្នាំកាលពីឆ្នាំ 2023 បើទោះបីជាទទួលបានការលើកលែងទោសព្រហ្មទណ្ឌក៏ប៉ុន្តែយោងទៅតាមកំណត់ហេតុរបស់សមត្ថកិច្ចលោកនៅតែត្រូវបានដកសិទ្ធិធ្វើនយោបាយសិទ្ធិបោះឆ្នោតនិងមិនអនុញ្ញាតឲ្យចាកចេញពីកម្ពុជារយៈពេល 5 ឆ្នាំដដែលតាក់ទងទៅនឹងការលើកលែងទោសនេះក៏មានការចោះផ្សព្វផ្សាយខ្លះផ្អែកទៅតាមប្រភពក្រៅផ្លូវការដោយបានលើកឡើងថាការដោះលែងនេះអា
ជាធ្នូនឹងការដែលលោកកឹមសុខាបានសន្យាឈប់ធ្វើនយោបាយទាំងគ្រួសារនិងផ្ដាច់ទំនាក់ទំនងជាមួយនឹងអតីតសម្ព័ន្ធមិត្តយ៉ាងណាមិញនេះត្រឹមតែជាព័ត៌មានដែលបានដកស្រង់ពីការអាងរបស់មន្ត្រីដែលមិនបានបញ្ចេញឈ្មោះតែប៉ុណ្ណោះចំណែកឯគោលជំហរផ្លូវការដែលសម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសគឺការលើកលែងទោសនេះជាជំហានមួយក្នុងការពង្រឹងសាមគ្គីភាពនិងឯកភាពជាតិបាទប្រិយមិត្តពុកម៉ែបងប្អូនឥឡូវនេះយើងឈានចូលមកដល់ការវិភាគនៅព្រឹត្តិការណ៍នេះដោយប្រុងប្រយ័ត្នដោយផ្អែកទៅលើព័ត៌មានដែលយើងមាននាពេលបច្ចុប្បន្ននេះចំណុចទី1យើងធ្វើការបំបែករឿងបុគ្គលនិងរឿងនយោបាយសកម្មភាពនៃការរំលែកទុកពីសំណាក់អិសរាជជនកម្ពុជាមកពីគ្រប់និន្នាការនយោបាយបានបង្ហាញអំពីភាពចាស់ទុំនៅក្នុងសង្គមខ្មែរបើទោះបីជាមានភាពខ្វែងគំនិតគ្នាតាមផ្លូវច្បាប់ឬក៏ផ្លូវនយោបាយយ៉ាងណាក្តីនៅពេលដែលមានទុកក្រៀមក្រំបែបនេះគ្រប់ភាគីបានទុកការប្រកួតប្រជែងមួយឡែកហើយបានយកគោលការណ៍មនុស្សធម៌ជាធំជាពិសេសនោះគឺការបង្ហាញនៅវត្តមានផ្ទាល់របស់សម្ដេចតេជោ សែនបើទោះបីជាលោកទៅតែធ្វើដំណើរឆ្ងាយមានការនឿយហត់យ៉ាងណាក៏ដោយដែលនេះបានបង្ហាញយ៉ាងច្បាស់ពីការផ្ដល់តម្លៃទៅលើមនោសញ្ចេតនានិងសុជីវធម៌សង្គមចំណុចទី2នោះគឺការរក្សានៅពាក្យសន្យានិងសេចក្តីកតញ្ញូបើយើងមើលទៅតាមព័ត៌មានដែលមាននាពេលបច្ចុប្បន្ននេះព្រះតេជគុណកឹមសុខាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅអ្វីដែលលោកបានប្រកាសកាលពីចុងខែឧសភាគឺផ្ដោតទៅលើការមើលថែនិងបួសសងគុណអ្នកម្ដាយដោយមិនមានជាប់ពាក់ព័ន្ធទៅនឹងរឿងផ្សេងៗការរក្សានៅភាពស្ងៀមស្ងាត់របស់លោកនៅក្នុងកលៈទេសៈនេះគឺជាការរក្សាលំនឹងផ្លូវចិត្តផងនិងជាការបង្ហាញអំពីការប្រព្រឹត្តធម៌ដោយពិតប្រាកដផងនេះគឺជាទស្សនវិជ្ជាមួយដែលបងប្អូនមហាជនភាគច្រើនអាចយកធ្វើជាគំរូអំពីតួនាទីជាកូននៅក្នុងគ្រួសារចំណុចទី3ការយល់ដឹងអំពីលក្ខខណ្ឌផ្លូវច្បាប់មានបងប្អូនមហាជនមួយចំនួនអាចនៅមានភាពស្រពេចស្រពិលជុំវិញការលើកលែងទោសកាលពីពេលកន្លងទៅដោយបានគិតថាលោកកឹមសុខាមានសេរីភាពធ្វើនយោបាយឡើងវិញក៏ប៉ុន្តែការពិតផ្អែកទៅតាមកំណត់ហេតុរបស់សមត្ថកិច្ចការលើកឡើងនេះគឺជាការលើកលែងទោសទណ្ឌពន្ធនាគារខណៈពេលដែលសិទ្ធិខាងនយោបាយនៅតែត្រូវបានដកហូតជាស្ថាពរចំពោះពាក្យចចាមអារាមថាលោកមានកិច្ចព្រមព្រៀងសម្ងាត់ឬក៏លាងដៃពីឆាកនយោបាយទាំងគ្រួសារនោះយើងក៏មិនគួរប្រញាប់ធ្វើការសន្និដ្ឋានឡើយព្រោះវាមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីសំណាក់សម័យខ្លួននោះទេអ្វីដែលយើងអាចមើលឃើញច្បាស់នៅពេលនេះនោះគឺការអនុវត្តគុណធម៌នយោបាយដោយដែលអ្នកនាំពាក្យប្រសិទ្ធភាពបានលើកឡើងដូច្នោះឯងក្នុងនាមជាអ្នកអត្ថាធិប្បាយនិងតាមដាននៅព័ត៌មាននេះខ្ញុំបានយល់ឃើញថាព្រឹត្តិការណ៍នេះបានផ្ដល់ជាមេរៀនសង្គមដ៏សំខាន់មួយយើងឃើញថាជីវិតរបស់មនុស្សគ្រប់រូបមិនថាតែអ្នកនយោបាយថ្នាក់ដឹកនាំឬក៏ប្រជាពលរដ្ឋសាមញ្ញទេទីបំផុតគឺតែងតែត្រូវការពេលវេលាសម្រាប់ក្រុមគ្រួសារនិងការតបស្នងសងគុណដល់អ្នកមានគុណយើងគួរតែចូលរួមគោរពចំពោះការសម្រេចចិត្តនិងពេលវេលាឯកជនរបស់ក្រុមគ្រួសារនេះសពនៅក្នុងបណ្ដាញសង្គមជួនកាលយើងតែងតែឃើញមាននៅការបញ្ចេញមតិដែលទាញរឿងគ្រប់យ៉ាងទៅជាបញ្ហានយោបាយឬក៏ការវាយប្រហារគ្នាដែលរឿងនេះមិនគួរកើតមាននៅក្នុងពិធីបុណ្យនោះឡើយការប្រើប្រាស់នៅការបញ្ចេញមតិដោយសុភាពការរក្សានៅសេចក្តីថ្លៃថ្នូរនិងការមិនចែករំលែកនៅព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះគឺជាការចូលរួមចំណែកកសាងសង្គមមួយដែលពោរពេញដោយការគោរពគ្នាយើងគួរតែមើលរឿងនេះទៅតាមទស្សនវិជ្ជាមនុស្សធម៌ពីព្រោះភាពសោកសៅនៃការបាត់បង់ម្ដាយដែលជាអ្នកមានគុណនោះគឺជាការឈឺចាប់ដែលមនុស្សគ្រប់គ្នាអាចយល់បានសរុបមកវិញការបួសសងគុណម្ដាយរបស់លោកកឹមសុខាគឺជាការបំពេញកាតព្វកិច្ចកតញ្ញូធម៌ក្នុងនាមជាកូនខ្មែរមួយរូបខណៈដែលការចូលរួមរំលែកទុក្ខពីគ្រប់ភាគីនយោបាយនោះគឺជាសញ្ញាណនៃភាពចាស់ទុំនិងការយកមនុស្សធម៌ជាធំនៅក្នុងសង្គមរបស់យើងរឿងរ៉ាវនយោបាយនៅថ្ងៃអនាគតជុំវិញលោកកឹមសុខាជារឿងដែលយើងត្រូវមើលដោយប្រុងប្រយ័ត្ននិងរងចាំការវិវត្តជាផ្លូវការបន្តទៀតដូច្នេះសូមបងប្អូនប្រិយមិត្តចូលរួមបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះដោយសុភាពនិងប្រកបដោយការគោរពសូមកុំភ្លេចចុច Subscribe និងដាក់នៅសញ្ញារូបកណ្ដឹងដើម្បីកុំឲ្យរំលងនៅវីដេអូពន្យល់ព័ត៌មានលម្អិតពី Channel របស់យើងខ្ញុំខណៈពេលនេះ So Page Plan សូមអរគុណនិងសូមជម្រាបលា